សូមជម្រាបសួរបងប្អូនទាំងអស់គ្នានៅថ្ងៃនេះខ្ញុំសូមលើកយករឿងនិទានមួយក្រុមចំណងជើងថារឿងសួស្ដីនិងអបមង្គលមិននឹងខ្ញុំអានរឿងនិទានខ្ញុំសូមឲ្យបងប្អូនជួយចុច like និង share បន្ទាប់មកចុច subscribe ដាក់រូបកណ្ដឹងឲ្យខ្ញុំម្នាក់មួយដើម្បីទទួលបានវីដេអូរឿងនិទានថ្មីៗមុនគេចាសសូមអរគុណសូមបងប្អូនសន្តានដូចទៅសម័យមួយសេរីសួស្ដីនិងអបមង្គលជួបនិយាយគ្នាអបមង្គលសួរទៅសេរីសួស្ដីថាលោកមានឫទ្ធិអំណាចដូចម្ដេចខ្លះសេរីសួស្ដីប្រាប់ទៅអបមង្គលថាឫទ្ធិអំណាចអញជាសេរីសួស្ដីនេះខ្លាំងពូកែណាស់សំបីតែមនុស្សក្នុងគេស្អប់គេមិនមេត្តាតែអញទៅថឹកកាលណាឲ្យអ្នកខ្លះស្នេហាទំនុកបំរុងតតែបានរាជសម្បត្តិឯសេរីសួស្ដីសួរទៅអបមង្គលថាឫទ្ធិអំណាចឯងដូចម្ដេចខ្លះអបមង្គលឆ្លើយថាឫទ្ធិអំណាចខ្ញុំនេះបើស្ថិតនៅឈ្មោះណាបណ្ដាលឲ្យគេស្អប់គេខឹងខូចខាតសម្បត្តិទ្រព្យវិញ្ញាណអន្តរាយសំបីតែបានរាជសម្បត្តិហើយក៏គង់ផ្លោះធ្លុះធ្លាក់ខ្លួនទៅជាខ្លងគេបានអបមង្គលចង់ដឹងរិទ្ធិសេរីសួស្ដីក៏ប្រាប់ថាខ្ញុំឃើញខ្ញុំសេដ្ឋីម្នាក់ឈ្មោះអតសេដ្ឋីប្រាឲ្យខ្វៀលគោក្របីសពថ្ងៃនេះសេដ្ឋីខឹងនឹងអតជេវាយតែសពថ្ងៃថាពុំមើលថែរក្សាក្របីឲ្យស្គមអស់ខ្ញុំចង់ឲ្យលោកសេរីសួស្ដីទៅសន្ធិដ្ឋនៅអតខ្ញុំសេដ្ឋីនោះបើវាបានរាជសម្បត្តិខ្ញុំក៏ជឿថាលោកមានរិទ្ធិខ្លាំងពូកែប្រកបមែនសេរីសួស្ដីប្រាប់ទៅអបមង្គលវិញថាឯងចាំមកគុំមើលចុះថ្ងៃស្អែកនេះអញចូលទៅស្ថិតលើរូបអតខ្ញុំសេដ្ឋីហើយតែអញចូលទៅនៅកាលណាយូរបន្តិចទៅមុខជាអតខ្ញុំសេដ្ឋីនោះវាបានសោយរាជសម្បត្តិមិនខានលុបព្រឹកឡើងដល់ពេលអតលបញ្ចេញគោក្របីអំពីក្រោយយកទៅខ្វៀលនោះសេរីសួស្ដីចូលទៅស្ថិតនៅរូបអតក៏រីរីសប្បាយក្នុងចិត្តប្លែកពីថ្ងៃមុនដល់ពេលល្ងាចគៀងគោក្របីត្រឡប់មកបញ្ចុះក្រោនៅផ្ទះវិញសេដ្ឋីទាំងប្តីប្រពន្ធឈរមើលគោក្របីត្រឡប់មកបញ្ចុះក្រោឃើញអតរាំងទ្វារក្រោគោក្របីជាប់ហើយទៅឡើងទៅអង្គុយលើផ្ទះសេដ្ឋីជាចៅវាយនៅកន្លែងខ្លួនដោយសពដងសេដ្ឋីទាំងប្តីប្រពន្ធកាលឃើញអតហើយក៏នឹកក្នុងចិត្តអាណិតថាឲ្យអតឲ្យកាលឃើញអតទៅខ្វៀលក្របីអត់បាយទល់ល្ងាចទៅបានបាយបរិភោគម្លេះសំវាឃ្លានយ៉ាងណាទៅគិតហើយក៏ដាក់ទិញខ្ញុំកំដរស្រីឲ្យដួសបាយស៊ីរាល់គ្នាខ្ញុំស្រីក៏ដួសភួយហាណាដែលមានអជ្រុយកទឹកដាក់ជូនសេដ្ឋីហើយប្រជុំគ្នាបរិភោគសេដ្ឋីប្តីប្រពន្ធហៅអតមកចិត្តចាប់ហូបដែលមានអជ្រុឲ្យបរិភោគរួចសេដ្ឋីប្តីប្រពន្ធគុណមើលកិរិយារត់ពីអតនោះរកតោះចិត្តត្រង់ណាគ្មានបណ្ដាជនទាំងស្រីប្រុសតែបានឃើញរូបអតកាលណាក៏មានចិត្តស្នេហាមេត្តាពុនប្រមាណឯសេដ្ឋីប្តីប្រពន្ធជាចៅវាយអតនឹងនិយាយកិត្តគ្នាថាយើងសពថ្ងៃនេះឥតកូនទ្រព្យសម្បត្តិក៏មានច្រើនអំណឹកទៅបើឥតពីយើងទ្រព្យសម្បត្តិនឹងអន្តរាយអាសាអការគួរយើងលើកអតឡើងដំកើងធ្វើជាកូនកុំឲ្យវាខ្វៀលគោក្របីត្បិតអតនេះសាច់ឈាមរពាល្អណាស់ដំងសំគួរជាកូនយើងបានដល់ពេលល្ងាចអតត្រឡប់មកពីខ្វៀលគោក្របីវិញសេដ្ឋីទាំងប្តីប្រពន្ធឃើញអតរតែស្នេហាពន់ពេកក៏ហៅឲ្យបភោគបាយជាមួយមិនឲ្យឃ្លាតឆ្ងាយពីខ្លួនគោក្របីមិនឲ្យខ្វៀលពីថ្ងៃនោះតទៅសេដ្ឋីទាំងប្តីប្រពន្ធយកសម្លៀកបំពាក់គ្រឿងមាសប្រាក់មកតុបតែងឲ្យអតហើយប្រាប់ថាពីថ្ងៃនេះតើអញទុកឯងជាកូនទ្រព្យសម្បត្តិតំប៉ុន្មានអំណះតទៅនៅលើដៃកូនឯងទាំងអស់អតក៏រីរីសប្បាយចិត្តជាទីបំផុតលោកអតលចម្រើនអាយុពេញរូបរាងឡើងដោយអំណាចសេរីសួស្ដីរឹងរិតតែល្អរកបរោះអាណានឹងមកព្រៀបផ្ទឹមស្មើពុំបានសេដ្ឋីតែងចូលគាល់ព្រះមហាក្សត្រប្រទុយនេះពុំដែលលូខានក៏នាំយកអតលជាកូនទៅគាត់ផងព្រះរាជាមានបុត្រីតែមួយព្រះអង្គស្ដេចចេញប្រថាប់នៅក្រឡាព្រះកំណល់ព្រះនិបុត្រីក៏ដិតដល់ក្រោយព្រះអង្គមកកាលមហាសេដ្ឋីងំកូនចូលក្រាបបង្គំគាល់ព្រះមហាក្សត្រថ្មៀងព្រះនេតឃើញសេដ្ឋីនិងកូនអង្គុយគាល់ទន្ទឹមគ្នាទ្រង់ត្រាស់សួរថាកូនសេដ្ឋីឬសេដ្ឋីទូលថាកូនទូលព្រះបង្គំជាខ្ញុំស្ដេចទ្រង់សរសើរថាកូនសេដ្ឋីមានរូបមានឫទ្ធិល្អណាស់ព្រះនិបុត្រីក៏នៅក្នុងព្រះទ័យថាកូនសេដ្ឋីនេះមានលំអនឹងរកបរោះណាមកផ្ទឹមពុំបានធ្វើម្ដេចនឹងបានជាស្វាមីអញដល់ពេលគូស្ដេចនឹងរាជបុត្រីនោះយាងចូលទៅខាងក្នុងវិញសេដ្ឋីក្រាបថ្វាយបង្គំលៀននាំកូនត្រឡប់មកផ្ទះដល់ផ្ទះកូននិយាយនឹងសេដ្ឋីថាសូមលោកឲ្យលោកម៉ែមេត្តាកូនទៅដណ្ដឹងព្រះរាជបុត្រីស្ដេចឲ្យខ្ញុំត្បិតការខ្ញុំចូលកជាមួយលោកឪពុកនោះខ្ញុំបានឃើញច្បាស់ព្រះរាជបុត្រីនោះល្អណាស់បើមិនដណ្ដឹងឲ្យខ្ញុំទេខ្ញុំមុខជាស្លាប់មិនខានសេដ្ឋីប្តីប្រពន្ធដោយស្នេហាកូនពេកក៏ប្រថុយខ្លួនរៀបទុកមាសប្រាក់ដាក់គ្រឿងបានការជាដង្វាយសុទ្ធតែពេញពីច្រើនតុកលុះព្រឹកឡើងនាំដង្វាយនោះទៅរៀបចំក្នុងទីព្រះរាជរោងព្រះមហាក្សត្រស្ដេចជាមកអនិមន្តធំតូចគាត់នៅចិត្តគ្រឿងបណ្ណាការដង្វាយនោះស្ដេចត្រាស់សួរថាសេដ្ឋីដង្វាយនេះប្លែកណាស់មានការអ្វីសេដ្ឋីប្តីប្រពន្ធក្រាបបង្គំទូលថាសូមព្រះតេជៈតម្កល់លើត្បូងសូមទ្រង់ជ្រាបក្រំល្អងធូលីព្រះបាទសូមទ្រង់ប្រោសព្រះនិទានព្រះនិបុត្រីផ្សំនឹងកូនប្រុសទូលព្រះបង្គំជាខ្ញុំស្ដេចទ្រង់ជ្រាបទ្រង់ព្រះនិជានុញ្ញាតទ្រង់ចាត់មុខក្រសួងឲ្យរៀបព្រះនិពិធីសម្រុំហោរាថ្វាយរឹកទ្រង់ផ្សំព្រះនិបុត្រីនឹងកូនសេដ្ឋីហើយផ្ទេរទាំងរាជសម្បត្តិឲ្យគ្រប់គ្រងផងស្
ដេចតនឹងព្រះនាមមហេសីលោកបានរាជសម្បត្តិហើយក៏បានប្រកបដោយសេចក្តីសុខឥតទុក្ខាមហាប្រសើររៀងទៅនិយាយពីរឿងអពមង្គលវិញការជួបនឹងសេរីសួស្តីក៏សួរថាលោកសេរីសួស្តីខ្លឹមជឿហើយឃើញថាលោកមានរតិជួយស្ដេចតលឲ្យបានរាជសម្បត្តិមែនដូច្នេះលោកមើលរតិខ្លឹមម្ដងសូមលោកលេងសំថិតរូបស្ដេចតលទៅសេរីសួស្តីក៏ថយចេញពីរូបស្ដេចតលចេះតែមួយម៉ៅក្តៅក្រហាយព្រះនាមមហេសីស្រីបរិវារក៏ពុំសូវយកចិត្តទុកដាក់គោរពប្រណិប័តបណ្ដាចិត្តឲ្យខឹងស្អប់ស្ដេចតលអស់លោកចិត្តស្នំទាំងប៉ុន្មានក៏ពុំសូវចូលចិត្តគិតចង់ឲ្យព្រះនិបេដាក្មេកយករាជសម្បត្តិវិញចំណែកស្ដេចតលចិត្តតែក្តៅក្រហាយអន្តេងចង់ទៅក្រសាលទីទំនាបមាត់បឹងក្រៅពេកក៏នាំព្រះនាមមហេសីស្រីបវិចេញទៅក្រសាលលោកទៅដល់ក៏ចាត់ឲ្យធ្វើព្រះពលិស្នាក់ក្រសាលទីមាត់បឹងនោះឮតែសັບត្រដល់ក្របីស្ដេចតលក៏ភ្នំនឹងអាណិតខ្លួនការនៅជាក្លឹមមហាសេដ្ឋីដែលគេប្រើឲ្យខ្វៀលក្របីហើយទ្រង់ព្រះកន្សែងខ្សឹកសួនព្រះនាមមហេសីសួរថាម្ចាស់បងហេតុអីក៏ទ្រង់ខ្សឹកសួរម៉េចស្ដេចតប្រាប់ព្រះនាមមហេសីតាមត្រង់ថាលាក់បាំងអីអ្នកអូនអីខ្លួនបងនេះមិនមែនជាកូនសេដ្ឋីទេពីដើមបងជាក្លឹមសេដ្ឋីគេប្រើឲ្យខ្វៀលគោក្របីឥឡូវឮត្រដល់ក្របីបងនឹកស្រមេះស្រមើអាណិតខ្លួនបានជាបងជុំព្រះនាមមហេសីបានលឺហើយក៏នឹកទុំម្នាស់ក្នុងព្រះតីជាពុនពេកថាអោព្រះបិតាពុំគួបសំគុំទេទាំងរាជសម្បត្តិឲ្យទៅក្លំគេសោះខ្លាហើយក៏នាំស្ដេចតលនិងស្រីបវាដែលទៅតាំងហែទាំងប៉ុន្មានត្រឡប់ចូលព្រះរនីជាយ៉ាងវិញចូលក្រាបទូលព្រះបរិបិតាមេដាវិញតាមរឿងដែលស្ដេចតលយងគ្រប់ការសម្ដេចបបិតាទ្រង់ជ្រាបហើយទ្រង់ព្រះក្រតគុណប្រមាណទ្រង់ត្រាស់ឲ្យសេដ្ឋីទាំងប្តីប្រពន្ធមកដៀលថ្មាសជាទម្ងន់ហើយប្រគល់ស្ដេចតលឲ្យទៅសេដ្ឋីប្តីប្រពន្ធនាំយកទៅផ្ទះវិញឯរាជសម្បត្តិស្ដេចទ្រង់គ្រប់គ្រងវិញសេដ្ឋីប្តីប្រពន្ធនាំអាតលទៅដល់ផ្ទះហើយជេរវាថ្មីទៅដៀលលេងរាប់អានជាគុណឲ្យអាតលខ្វៀលគោក្របីទប់ជាក្លំដូចដើមដោយសុភាសិតមួយបានពោលថាវិយាថ្លៃឲ្យយកវិយាថោកឲ្យវា